nè giờ smile rồi dây pi smile chiên của mà bò nó này bên vây mình tên của họ lăng lấy tí con thì giờ smile của mà bò nó play vào bạn đó con chỉ con giờ smile ô play vào bạn chi tam bà lai của ta tôm đặt một bột làm cho smile mùi bà lại miền tật tê của nó cho là có khả năng miền tật ô hiếu mà đoạn này cho bà đòi chi tờ rủi xong cái lục nghe cho bà đào bà lại thì là bên miền tật ở đây cô tật tích tích nhà nào mà liên tiếp này một giờ xong rồi прият sợi chập đam lụt lò hoi của mầm bồn tại tuần mình tật ấy khai bầm môi tì bầm bờ tại plieng đai plieng tịch bê dây bị smile wing sờ bồ kêu sang ngắt tam đâu giờ sai thế thì phép sọt sạch mình tên khai rồi đây khaiภาษา của mầm bồn này nè ôi lăng kêu tam đâu sọt sạch mình tênนี่คือchia chọp សម្រាប់ជោគស្មៅឬក៏កាយដីអីនេះគឺជាស្មៅដូងដែលយកបានពុកម៉ែបងប្អូនស្មៅដូងឬខ្លាំងដល់កស្មៅដូងមើមទៀតឬហើយមើមវែងវែងក៏ទៅពិបាករមតែឬវែងទៀតពិបាកយកនេះគឺជាសម្រាប់ជោគស្មៅពុកម៉ែបងប្អូនណាដោយសារតែដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងជោគគឺពិបាកមែនតើមកដូងជោគដោយស្រូវឲ្យចាំដោតវិញស្មៅអើយស្មៅសមអញភ្លៀងមកមេថ្ងៃណានេះធ្លាក់ខ្យល់ផុលឯងពុកម៉ែបងប្អូនហើយភ័យខ្លាចជារាំងភ្លៀងទៅស្មៅស្រូវហ្នឹងគឺដុះឡើងមែនតែនបើសិនជាមេឃរាំងហើយបើសិនជាមេឃមានភ្លៀងធ្លាក់ទឹកជោគជួមអីតែជាស្មៅទៅដុះឯនោះអ៊ំនៅនោះគាត់កំពុងតែជោគចាក់យកស្មៅដែរបានស្មៅយកមកបោះតាមភ្លឺអានេះភូមិពុកម៉ែបងប្អូនវែងមែនតើមើលស្រូវ3ខែគេល្អមែនតើពុកម៉ែបងប្អូនអើយណាដើមនឹងទៅស្រាញ់តែអត់មានទឹកបន្តិចគោកទាំងអស់អ្នកយកស្មៅស្រូវគឺភាពស្រុកស្រែពុកម៉ែបងប្អូនក្តៅហើយបើថ្ងៃឡើងក្តៅមកនោះអ៊ំស្រីគាត់កំពុងតែអោនយកស្មៅដែរពុកម៉ែបងប្អូនណាអត់ចង់ទៅផ្ទះទេស្មៅស្រែគាត់ច្រើនពេកដូច្នេះឲ្យគាត់ជក់យកស្មៅមកអើយនេះស្រែខ្ញុំទៅពេកអត់សូវក្រាស់ណាស្រូវមួយស្មៅដុះឡើងមកអូពិសេសនោះគឺស្មៅស្លាប់ទាពុកម៉ែបងប្អូនទូស្លាប់ទាស្ញោះបើសិនជាមេឃក្រភ្លៀងអត់ទឹកហ្នឹងមិនដឹងជាដុះយ៉ាងបណ្ណាទេច្រើនមកសាតអើយស្រូវឡើងខៀវល្អតែអត់ទឹកបន្តិចនិយាយពីស្មៅជៀនពុកម៉ែបងប្អូនណាពេញវ័យមែនតើក៏ហឡើងខ្វើងក៏ឲ្យកាយមកទៀនណាឡើងវែងស្រួលយកស្មៅជៀន
ណែមកដុំទៀតនៅវាខ្យល់ដល់កឲ្យពុកម៉ែបងប្អូនហើយអ៊ំម្នាក់នេះអត់ទាន់ទៅផ្ទះទេហើយវីដេអូខ្ញុំបានហ្នឹងក៏មានតែត្រឹមហ្នឹងផងដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបានពីដើមរហូតដល់ចប់ហើយកុំភ្លេចពុកម៉ែបងប្អូនជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីជីវិតអ្នកស្រែអត់មានភ្លៀងទេដីគោកខ្ញែងតែម្ដងអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មីបន្ទាប់ទៀត